ខ្ញុំក៏សង្ឃឹមផងដែរថារយៈពេលជាង1ឆ្នាំមកកន្លងមកនេះគឺយើងបានឃើញយើងបានខិតខំច្រើនសមិទ្ធផលក្នុងការកសាងនៅអ្វីដែលជាចក្ខុវិស័យរួមអ្វីដែលជាសកម្មភាពដែលយើងនឹងកំណត់ទៅមុខជាមួយគ្នាហើយនឹងឯកភាពគ្នាក្នុងការជំរុញអនុវត្តហើយតាមដានទាំងអស់គ្នាជាការងារមួយដែលចូលរួមបន្ថែមទៀតទៅនឹងការពង្រឹងនៅសាមគ្គីភាពផ្ទៃក្នុងរបស់ស្ថាប័នបាទការផ្ដល់ឱកាសឲ្យមានការចូលរួមបាទពីមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ទៅលើការងារសំខាន់ដែលយើងត្រូវតែធ្វើជាមួយគ្នាពាក់ព័ន្ធទៅនឹងព4ចូល4នេះហើយការងារទាំងអស់នេះគឺជោគជ័យបានតើមានការចូលរួមបាទទាំងការដឹកនាំសម្របសម្រួលពីអង្គអ្នកដឹកនាំទាំងអង្គប្រធានអង្គភាពរួមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់អញ្ចឹងទាំងអស់នេះហើយដែលជាមូលដ្ឋានមួយខ្ញុំគិតថាឥឡូវនេះយើងចាប់ផ្ដើមចាក់ឬចាស់គល់ហើយបាទប៉ុន្តែដើម្បីឲ្យដើមឈើមួយនេះរីកលូតលាស់បានតើយើងខំប្រឹងថែបាទបើយើងឃើញកន្លែងណាមានបញ្ហាយើងដោះស្រាយជាមួយគ្នាប៉ុន្តែបើកន្លែងណាដែលយើងឃើញថាមានកឌៀមានតកើមានអីយើងត្រូវតែរកវិធានការដោះស្រាយព្រោះការងារដូចដើមឈើអញ្ចឹងតែដើមឈើល្អបណ្ដាគេចង់គយគុណដែរបាទអញ្ចឹងវាមានទាំងអស់ដើម្បីថែរក្សាដើមឈើមួយឲ្យមានលក្ខណៈថាប្រសើរហើយនឹងអាចលូតលាស់បែកម្លប់សាខាបានតើយើងខំប្រឹងទាំងអស់គ្នាហើយត្រង់ចំណុចនេះជាការងារមួយដែលយើងបានខិតខំកន្លងមកនេះគឺយើងបានរៀបចំជាបន្តបន្ទាប់ក្នុងរយៈពេលជាង1ឆ្នាំនេះហើយរួមទាំងជាមួយនឹងការកំណត់នៅយន្តការក្នុងការអនុវត្តការងារដើម្បីធ្វើម៉េចឲ្យដើមឈើយើងនេះមានបែកមែកសាខាល្អមានស្លឹកឈើដុះលូតលាស់បានល្អអាចមានជីវជាតិអញ្ចឹងការចូលរួមថែទាំគឺជាការងារសំខាន់ហើយគឺត្រូវតែអនុវត្តឲ្យមានលក្ខណៈមួយគឺថាតាមប្រតិបត្តិដែលគួរតែធ្វើអញ្ចឹងក្រមសីលធម៌នីតិវិធីនិយមប្រតិបត្តិអីទាំងអស់នេះគឺដើម្បីកំណត់ហ្នឹងហើយដូចថាបើថែដើមឈើថែរបៀបម៉េចថែដើមឈើយើងមិនមែនយកចក្កស៊ីតមកចាក់ដើមឈើអាហ្នឹងមិនមែនថែដើមឈើទេអាហ្នឹងឧទាហរណ៍ខ្ញុំលើកឧទាហរណ៍ទេប៉ុន្តែឧទាហរណ៍ថាបើយើងឃើញមានកឌៀអាហ្នឹងក៏យើងដឹងថាអាហ្នឹងវាប៉ះពាល់ដើមឈើដែរអញ្ចឹងយើងត្រូវតែរៀបចំថាឥឡូវយើងធ្វើម៉េចគឺកាត់បន្ថយអ្វីដែលជាការងារដែលវាប៉ះពាល់មកដល់ស្ថាប័នព្រោះស្ថាប័នរបស់យើងនេះវាសំខាន់ខ្លាំងហើយដើម្បីឲ្យស្ថាប័ននេះបន្តតួនាទីជាស្ថាប័នមួយស្នូលសម្រាប់ជំរុញការងារពាក់ព័ន្ធទៅនឹងការងារកំណែតម្រង់យើងត្រូវថែចូលរួមទាំងអស់គ្នាបាទ